មនុស្សយើងនឹងមានបញ្ហា100រឿង1000រឿងក៏ដោយដល់ទៅពេលឈឺដឹងខ្លួនតែត្រូវស្លាប់នៅសល់បញ្ហាតែមួយធ្វើម៉េចឲ្យអញបានរស់10រឿង100រឿងចោលអស់ហើយស្អីក៏ស្អីទៅនៅសល់តែមួយរឿងនឹងធ្វើម៉េចឲ្យបានរស់ហ្នឹងហើយចាំបើយើងមកមានមរណសតិរឿយទៅយើងដឹងថាអាត្មាអញនឹងស្លាប់មរណងមេភវិសតិរឿយអញ្ចឹងបាននៅរស់មួយថ្ងៃខំសន្សំបុណ្យមែនទែនអត់មានយកមកជារឿងធំដុំអីដល់ណាស្ដីដល់ណាថាអីអូយអរគុណហើយត្រឹមតែមិនសម្លាប់ខ្ញុំប៉ុណ្ណឹងណាអាគេស្ដីថានទាក្នុងឆ្នាំចោតប្រកាន់ពោលបង្កាច់សន្និដ្ឋានស្មានវិនិច្ឆ័យប្រហែលអីស្អីអត់ជាបញ្ហាអត់មានទៅចាប់យកកិលេសរបស់អ្នករតីនឹងមកជាបញ្ហាអីទេណាស់ណាទៅហាមខាត់ចិត្តអ្នករតីហាមខាត់មាត់កអ្នករតីបានបញ្ហាវានៅត្រង់ធ្វើម៉េចស្លាប់ទៅឲ្យរួចពីអបាយភូមិអាហ្នឹងដែលមរណសតិហើយបើជាបាបនៃវិបស្សនាទៀតបញ្ហាត្រង់ថាបដិបត្តិយ៉ាងម៉េចឲ្យរួចពីវដ្តសង្សារវិវេកនិននាងបង្អោនចិត្តទៅកម្មព្រះនិព្វាន